នៅពេលដែលកញ្ចក់វ៉ាន់តារបស់អ្នកប្រែទៅជាស្រអាប់ដោយសារធូលីដីឬវត្ថុកខ្វក់ណាមួយតើអ្នកនៅបន្តពាក់វាទាំងស្រអាប់បែបហ្នឹងឬក៏អ្នកជ្រើសរើសនឹងជូតសម្អាតវាចេញសម្រាប់ខ្ញុំនឹងជ្រើសរើសសម្អាតវាចេញព្រោះខ្ញុំចង់ឃើញពីភាពច្បាស់លាស់នៅពីក្រោយភាពព្រើនៃកញ្ចក់វ៉ាន់តានេះក៏ដូចទៅនឹងជីវិតរបស់យើងដែរពេលខ្លះយើងនឹងអាចជួបរាល់បញ្ហានិងឧបសគ្គផ្សេងជាច្រើននៅក្នុងជីវិតរបស់យើងដែលវាគឺជាឧបសគ្គដែលធ្វើឲ្យយើងមើលផ្លូវទៅមុខមិនបានច្បាស់នៅក្នុងដំណើរជីវិតរបស់យើងម្នាក់ៗគឺមានជម្រើសចំនួន2យ៉ាងទី1បន្តរស់នៅក្នុងស្ថានភាពស្រពេចស្រពិលទី2យើងអាចសម្អាតនៅបញ្ហាទាំងនោះដើម្បីមើលឃើញពីភាពច្បាស់លាស់នៃជីវិតការសម្អាតបញ្ហាគឺជាការស្វែងរកដំណោះស្រាយរៀនសូត្រពីកំហុសនិងបន្តដំណើរទៅមុខដោយភាពក្លាហានចូលជ្រើសរើសការសម្អាតបញ្ហានិងស្វែងរកភាពច្បាស់លាស់នៃជីវិតរបស់អ្នកប្រសិនបើអ្នកគិតថាវីដេអូនេះមានតម្លៃសូមជួយចែករំលែកទៅកាន់មនុស្សជាទីស្រឡាញ់របស់អ្នកសូមជូនពរសំណាងល្អ